ទេសខ្មែរយើងមានសាសនាប្រចាំជាតិសូមកុំឲ្យឃ្លាតថ្មីគ្មានរក្សាគ្រប់វ័យសាសនាព្រះពុទ្ធបរិសុទ្ធនៅក្នុងលោកីយើងកូនខ្មែរទាំងប្រតំណាងលោកជឹមតុងបេងអ្នកស្រីជិនពេជ្រប្រធានសមាគមត្រួតត្រងព្រះពុទ្ធសាសនានៅសហរដ្ឋអាមេរិកហើយឥឡូវនេះគឺខ្ញុំបានមកដល់ផ្ទះបងស្រីដែលរស់នៅអត់មានប្តីមានស្អីទេមានស្អីក៏ប្តីងើបកូនងើបប្តីក៏ស្លាប់កូនក៏ស្លាប់ចារស់នៅតែម្នាក់ឯងចាតើជក់រាល់ថ្ងៃបងរស់ស៊ីចិញ្ចឹមជីវិតនឹងធ្វើអីដែរបងទាកូនហើយតើបានចំណូលមួយថ្ងៃប្រហែលដែរបង2000ហើយអាចចិញ្ចឹមជីវិតរស់ទេប៉ុណ្ណឹងចាំតាមនីវ៉ូដល់ស្បាឈឺទៅលេងបានលក់ទៅអញ្ចឹងបាទបើជាទៅលក់ទៅគ្រាន់តែបានអង្គបាននេះហូបទៅបើឈឺទៅក៏ជពាក់គេទៅរស់ហើយជពាក់គេទៅឥឡូវបងប្អូនពុទ្ធបរិស័ទគេហើយណាដែលឥឡូវនេះខ្ញុំបាននាំយកអំណោយដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែររស់នៅសហរដ្ឋអាមេរិកដែលបានចូលរួមតាមរយៈលោកជឹមតុងបេងអ្នកស្រីជិនពេជ្រហ្នឹងគឺមានអង្គនេះ1ការ៉ុងទឹកត្រីនេះ1យួរនោះ6ដបណាបងប្អូនហើយក្នុងនោះក៏មានម្ចាស់សទ្ធាជ្រះថ្លាដែលបានចូលបច្ច័យមានឈ្មោះដូចតទៅនេះលោកតាជាវ៉ាន់លោកយាយច័ន្ទច្រឹងព្រមទាំងកូនចៅជួយក្មេងកំព្រានិងចាស់ជរា$50អ្នកស្រីជាបសារ៉ាន់ហៅសាវ័នព្រមទាំងលោកងួនសារ៉េតព្រមទាំងក្រុមគ្រួសារជួយអ្នកក្រីក្រចាស់ជរាក្មេងកំព្រា$30ឧបាសិកាសំនឹមព្រមទាំងកូនចៅជួយអ្នកក្រីក្រ$30ឧបាសកលូនចម្រើនឧបាសិកាពុកថានីព្រមទាំងបុតជួយអ្នកក្រីក្រ$100ឧបាសកភិតសូនិងឧបាសិកាខុតថាំងព្រមទាំងកូនប្រុសស្រីជួយអ្នកក្រីក្រ$100នេះហើយជាឈ្មោះនាមម្ចាស់អំណោយហើយបងឃើញថាទឹកលុយដែលគាត់ចូលហ្នឹងគឺខ្លះក៏ចូលច្រើនខ្លះក៏ចូលតិចទៅតាមសទ្ធារបស់គាត់ដែលគាត់ចាស់នៅទីនោះគឺគាត់បានផ្សាយផ្សំសម្រាប់ធ្វើទានជួយដល់អ្នកខ្វះខាតព្រោះគាត់នឹកឃើញថាអ្នកខ្វះខាតនៅស្រុកខ្មែរនឹងពិតជាពិបាកណាស់ហើយដូច្នេះក្នុងនោះខ្ញុំរំលែកចែកជូនដល់អ្នកក្រីក្រចាស់ជារៀបក្មេងម្នាក់ណាបានអង្គ1ការ៉ុងទឹកត្រី1យួរណាបងណាបាទជាងសូមបងទទួលបងបាទសូមបងទទួលបាទខ្ញុំអោយពួរតែជូនវ័នខ្ញុំអោយបងបានសុខសប្បាយរស់រៀនជីវិតដែលឲ្យមានអីផលបាក់ក្រោយចមុខទៀតសូមឲ្យម្ចាស់អំណោយបានសេចក្តីសុខចម្រើនបានអាយុវែងទៅណាជួបតែអ្នកធម៌សប្បុរសខ្ញុំសូមអរគុណហើយបងកន្លែងនេះគេភូមិអីបងគៀ3ទៀតហើយគៀ3ភូមិគៀ3ឃុំគៀស្រុកមូងឫស្សីខេត្តបាត់ដំបងបាទអញ្ចឹងបងប្អូនគឺហើយចុះអំណោយបងដែលបានទទួលពីខាងណាទៀតទេអត់ដែលបានទទួលសោះទើបតែលើកទី1ហ្នឹងហើយដល់លេខទឹកបងគេអោអាកាលឆ្នាំដែលលេខទឹកផ្ទះអស់អានោះបានទទួលបានម្ដងហើយក្រោយមកមិនដែលបានទទួលទេបាទឥឡូវនេះជាលើកទី1ហើយដែលសមាគមត្រួតត្រងពុទ្ធសាសនាហ្នឹងបានចូលមកដល់ផ្ទះអ្នកស្រុកអ្នកភូមិទាំងផុកទាំងផុងដើម្បីចែកជូនដល់អ្នកដែលមានជីវភាពខ្វះខាត